នៅក្នុងនគរដ៏ស្រស់ស្អាតមួយមានដំរីលូមដ៏ធំមួយក្បាលឈ្មោះចម្ប៉ាមានអំនួតទាំងខ្លាំងចំពោះមាឌដ៏ធំនិងកម្លាំងរបស់នាងតែងតែដើរដោយភាពអង់អាចនិងមើលងាយសត្វតូចៗនៅក្នុងសួនច្បារព្រះនាងធីតានៅព្រះមហាក្សត្រវិរៈស្រឡាញ់ចម្ប៉ាណាស់នាងពិតជាស្រស់ស្អាតព្រមមានគ្រឿងអលង្ការមាសនិងកន្លងប្រាក់តូចៗជាច្រើនចម្ប៉ាតែងតែដើរនៅក្នុងសួនច្បារហើយគិតថាខ្លួនឯងពិតជាមានសារៈសំខាន់ណាស់នាងតែងតែដើរលេងសើចជាមួយសត្វតូចៗដូចជាជីងចក់មេអំបៅនិងខ្យងជាដើមខ្ញុំមានមាឌធំហើយខ្ញុំមានកម្លាំងខ្លាំងបញ្ហារបស់សត្វតូចៗមិនមែនជារឿងរបស់ខ្ញុំទេនៅក្នុងសួនច្បារមានកណ្ដុរតូចមួយឈ្មោះពេជ្រតែងតែអង្គុយមើលពីក្រោយជាជាងថ្មវាជាកណ្ដុរដែលចូលចិត្តសង្កេតនិងចេះដឹងរឿងចាស់វាតែងតែមើលឃើញអ្វីៗដែលអ្នកដទៃមិនដែលយកចិត្តទុកដាក់ថ្ងៃមួយព្រះនាងធីតាបានយកកន្លងប្រាក់តូចដ៏ស្រស់ស្អាតមួយមកឲ្យចម្ប៉ានេះជាកណ្ដុរសម្រាប់ឯងណាចម្ប៉ាចម្ប៉ាសប្បាយចិត្តណាស់កណ្ដឹងនោះបន្លឺសំឡេងយ៉ាងពីរោះរាល់ពេលដែលនាងដើរកណ្ដឹងនោះជាទីស្រឡាញ់បំផុតសម្រាប់ចម្ប៉ាចូលចិត្តកណ្ដឹងថ្មីរបស់នាងណាស់រាល់ពេលនាងដើរកណ្ដឹងនោះឮសូររឿងសំឡេងនោះពិតជាពិរោះណាស់សូម្បីតែសត្វស្លាបក៏ចូលចិត្តវាដែរនាងគិតថាមានអ្វីអាចធ្វើឲ្យនាងសប្បាយចិត្តជាងនេះទៀតទេប៉ុន្តែថ្ងៃមួយខណៈពេលដែលចម្ប៉ាកំពុងដើរយ៉ាងលឿនកណ្ដឹងប្រាក់តូចនោះក៏បានរបូតចេញពីករបស់នាងវាបានធ្លាក់ចុះទៅលើដីហើយរមៀលចូលទៅក្នុងប្រហោងតូចមួយរវាងទាំងថ្មធំតែចម្ប៉ាមិនបាននឹងខ្លួនតតែសោះថាវាជ្រុំក្រោយមកនាងក៏ឈប់ដើរយីហើយអ្វីក៏ស្ងាត់ម្លេះចុះសំឡេងកណ្ដឹងដ៏ពីរោះរបស់ខ្ញុំបាត់ទៅណាហើយចម្ប៉ាចាប់ផ្ដើមស្វែងរកកណ្ដឹងរបស់នាងយ៉ាងប្រញាប់ប្រញាល់នាងបានប្រើប្រម៉ោយដ៏ធំរបស់នាងអូសទៅអូសមកនៅលើដីនាងរើស្លឹកឈើនិងថ្មតូចប៉ុន្តែនាងរកមិនឃើញកណ្ដឹងឡើយធ្វើឲ្យនាងពិតជាសោកសៅយ៉ាងខ្លាំងព្រាមនោះផ្នែករបស់ចម្ប៉ាក៏បានប្រទះឃើញអ្វីម្យ៉ាងនៅក្នុងប្រហោងតូចរវាងទាំងថ្មធំគឺកណ្ដឹងប្រាក់របស់នាងសេចក្តីសង្ឃឹមចាប់ផ្ដើមកើតឡើងប៉ុន្តែនាងមិនអាចចាប់វាបានទេព្រោះប្រម៉ាយនាងធំពេកមិនអាចចូលទៅក្នុងប្រហោងនោះបាននោះទេចម្ប៉ាអង្គុយចុះក្បែរប្រហោងថ្មនាងឱនក្បាលចុះហើយមានការសោកស្ដាយជាខ្លាំងព្រោះនាងមិនអាចយកកណ្ដឹងរបស់នាងមកវិញបានដោយសារតែមាឌនាងធំពេកមិនអាចចូលទៅក្នុងប្រហោងតូចនោះបាននៅពីក្រោយជញ្ជាំងថ្មវិញបានមើលឃើញអ្វីៗគ្រប់យ៉ាងវាឃើញដំរីដ៏ធំនិងមានដំណួតកំពុងតែកាត់ទុកម៉ែដូមនៅតូចរបស់ពេជ្រក៏មានអារម្មណ៍អាណិតដែរវាគិតថាត្រូវតែជួយដំរីនោះសួស្តីចម្ប៉ាភ្ញាក់ផ្អើលយ៉ាងខ្លាំងនាងក្រឡេកមើលចុះក្រោមហើយឃើញពេជ្រកំពុងឈរនៅមុខនាងហើយអ្វីបានជាកណ្ដុរតូចនេះមករំខានខ្ញុំឯងចាប់ទៅឆ្ងាយទៅខ្ញុំកំពុងតែពិបាកចិត្តផងខ្ញុំគ្មានអារម្មណ៍លេងជាមួយឯងទេកុំខឹងខ្ញុំអីចម្ប៉ាខ្ញុំបានឃើញកណ្ដឹងរបស់ឯងធ្លាក់ចូលទៅក្នុងប្រហោងនោះនេះខ្ញុំតូចខ្ញុំអាចចូលទៅយកវាឲ្យឯងបានណាចម្ប៉ាភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះនាងមិនដែលគិតថាសត្វតូចអាចមកជួយនាងបាននោះទេចម្ប៉ាមិនដឹងថាត្រូវនិយាយអ្វីនាងមិនដែលគិតថាកណ្ដុរតូចមួយអាចជួយដំរីដ៏ធំដូចជានាងបានទេប៉ុន្តែនាងគ្មានជំរឿក្រៅពីទុកចិត្តពេកនោះទេបើអញ្ចឹងឯងឆាប់ចូលទៅចុះនៅក្នុងប្រហោងនោះពេជ្របានរកឃើញកណ្ដឹងប្រាក់ដ៏ស្រស់ស្អាតគាត់បានលូកដៃតូចរបស់គាត់ទៅចាប់លើកណ្ដឹងនោះយ៉ាងប្រយ័ត្នប្រយែងខ្ញុំរកឃើញកណ្ដឹងហើយភ្លាមនោះពេជ្រក៏បានលូនចេញពីប្រហោងវាកាន់កណ្ដឹងប្រាក់ដ៏ភ្លឺចែងចាំងនៅក្នុងដៃ
Trong bà sắp bác chết dạng khăn Niên mà nọt ẩm ẩm thông thông ទីបំផុតខ្ញុំបានកំណត់ខ្ញុំមកវិញហើយ Trong bà bạn phá bà mời bỏ niên lực hình nâng thnom bị bệnh Chắc thì ngay nụ mọc Trong bà lấy miếng ẩm luộc tiết hơi Niên mà nâng thà Mình thác luôn như không phần lá Rứ vào khoang phần nà nở tì Dưỡng tay nè trơ khai chung nuôi bị nẹ vào tì Tù vây chịp bích tôi cả nói Phần tải Vẽ đô năng sức đầy khá hàn rồi bỏ quạt Cứ thông thình nà Hãy phúc khí tăng phí Có khai chi mất lọ nâng khía Chia riêng nâng hột tỏ tử